បើពុកម៉ែបងប្អូនចូលរួមគ្រប់គ្រងពូជសុទ្ធទី1តម្លៃស្រូវរបស់ពុកម៉ែបងប្អូនបានថ្លៃទៅទិញពូជយកមកដាំទៀតលក់ទៀតទិញពូជយកមកដាំទៀតលក់ទៀតឧទាហរណ៍ថាប្រសិនបើមានតម្លៃពិតប្រាកដសម្រាប់ពុកម៉ែបងប្អូនឧទាហរណ៍ថា1គីឡូ2000រៀល1គីឡូ1200រៀលសម្រាប់ស្រូវចំណីការធ្វើដីរាបស្មើការធ្វើដីបានរាបស្មើទី1ទិន្នផលខ្ពស់ទិន្នផលកើនឡើង25%បើប្រៀបធៀបជាមួយនឹងដីដែលមិនរៀបស្មើខ្ញុំបាទន័យវិឆ័យសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានបាទថ្ងៃនេះបន្ទាប់អំពីបេសកកម្មរបស់ខ្ញុំជំវិញ25ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្មបាទក្នុងនាមជាអ្នកបច្ចេកទេសកសិកម្មក៏ដូចជាអ្នកស្រាវជ្រាវកសិកម្មមួយរូបរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីនបាទពេលដែលយើងចុះទៅតាមមូលដ្ឋានផ្ទាល់ដល់ភូមិដល់ឃុំដល់ស្រុកបាទនៅក្នុងបណ្ដាខេត្តនីមួយៗគឺបានជួបហើយក៏រៀនសូត្រអំពីបញ្ហាជាច្រើនដែលពុកម៉ែបងប្អូនប្រជាកសិករបាននឹងកំពុងជួបហើយក៏បានសង្កេតបាននៅមិនសុខបាទខ្ញុំព្យាយាមស្រាវជ្រាវជាច្រើនឯកសារជាច្រើនបាទពាក់ព័ន្ធជាមួយនឹងកសិកម្មបាទហើយក៏បានឆ្លងកាត់ការសួរយោបល់ពីលោកគ្រូសាស្ត្រាចារ្យអ្នកជំនាញវិទ្យាសាស្ត្រកសិកម្មផ្សេងៗទាក់ទងជាមួយនឹងបញ្ហាដែលពុកម៉ែបងប្អូនបាននឹងកំពុងជួបនោះនៅក្នុងនេះក្នុងនាមអ្នកបច្ចេកទេសសូមធ្វើការចែករំលែកតែមួយផ្នែកទេណាពុកម៉ែបងប្អូនដែលជាប្រយោជន៍ដល់ពុកម៉ែបងប្អូនអាចយកទៅច្នៃយកទៅកែខៃជាគំនិតសម្រាប់អភិវឌ្ឍជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនបាទក៏ប៉ុន្តែខ្ញុំមិនអាចចែករំលែកបាននៅអ្វីទាំងអស់ដែលពុកម៉ែបងប្អូនបាននឹងកំពុងជួបទេពីព្រោះថាចំណេះជំនាញរបស់ម្នាក់គឺមានកម្រិតទៅតាមជំនាញរៀងៗខ្លួនបាទនៅក្នុងមួយផ្នែកបាទពេលដែលខ្ញុំចុះទៅជួបពុកម៉ែបងប្អូនគឺពាក់ព័ន្ធជាមួយនឹងតម្លៃស្រូវខ្ញុំនិយាយថាតម្លៃស្រូវពុកម៉ែបងប្អូនដឹងបាទទូទាំងព្រះរាជាណាចក្រកម្ពុជាហើយបាទប៉ុន្តែនៅតែមួយចំណុចទេគឺខ្ញុំនិយាយអំពីស្រូវរំដួលរបស់យើងការរំដួលណាការរំដួលគឺយើងមានស្រូវលេខ1លេខ2លេខ3បាទលេខ1គឺស្រូវដែលសុទ្ធល្អលក់បានតម្លៃខ្ពស់បាទលេខ2គឺសុទ្ធល្មមអញ្ចឹងទៅលេខ3គឺស្រូវដែលមិនសូវសុទ្ធប៉ុន្តែគេអាចនៅរើសយកបានប៉ុន្តែក៏មានរំដួលខ្លះគឺគេអត់យកទេដោយសារអីគឺវាលាយពេកលាយអញ្ចឹងទៅជាស្រូវចាប់ឆាយតែម្ដងតម្លៃទាបយកដែរប៉ុន្តែនៅក្នុងតម្លៃដែលទាបបាទនៅត្រង់ចំណុចនេះខ្ញុំចង់ចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជសុទ្ធក៏ដូចជាការរៀបចំដីឲ្យបានល្អបាទនៅក្នុងការអនុវត្តកសិកម្មការដាំដុះរបស់ពុកម៉ែបងប្អូនដើម្បីឲ្យបានទិន្នផលខ្ពស់បើនិយាយពីពូជគឺគេមានពូជដល់ទៅ4ប្រភេទបាទទី1គេហៅថាពូជជំរើសវិទូហ្នឹងគឺជាពូជសម្រាប់ចាំបាច់ត្រូវផលិតបាទដោយអ្នកវិទ្យាសាស្ត្រធ្វើការបង្កាត់ពូជមួយទៀតគេហៅពូជគ្រឹះហ្នឹងគឺមាននៅណាពូជជំរើសវិទូហើយនឹងពូជគ្រឹះហ្នឹងគឺមាននៅវិទ្យាស្ថានជាតិស្រាវជ្រាវកសិកម្មកម្ពុជាជាកន្លែងដែលផលិតពូជដំណាំពូជស្រូវសម្រាប់ពុកម៉ែបងប្អូនយកទៅដាំដុះសប្តាហ៍ថ្ងៃនេះពូជមួយទៀតពូជទទួលស្គាល់បាទពូជទទួលស្គាល់ហើយពូជមួយទៀតគេហៅថាពូជសុទ្ធអនុញ្ញាតពូជចុងក្រោយហ្នឹងគឺជាពូជដែលពុកម៉ែបងប្អូនអាចយកទៅដាំដុះបាទយកទៅដាំដុះធ្វើជាស្រូវចំណីបានបាទហើយពូជសុទ្ធទទួលស្គាល់មានគុណភាពអាចលក់បាននៅក្នុងតម្លៃថ្លៃអញ្ចឹងពុកម៉ែបងប្អូនត្រូវដឹងថាអ្នកវិទ្យាសាស្ត្រមួយជាពិសេសលោកគ្រូអ្នកគ្រូមានជំនាញវិទ្យាសាស្ត្រកសិកម្មនៅក្នុងការបង្កាត់ពូជនៅវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មនៅកម្ពុជាលោកខិតខំប្រឹងប្រែងមែនទែនផលិតពូជឲ្យមានគុណភាពមានទិន្នផលខ្ពស់សមស្របជាមួយនឹងតម្រូវការទីផ្សារធន់ជាមួយនឹងកត្តាចង្រៃហើយពូជមួយតាមការស្រាវជ្រាវចំណាយពេលពូជខ្លះ10ឆ្នាំបានរំដោះចេញណាបាទ10ឆ្នាំណាពុកម៉ែបងប្អូនយូរណាស់តម្រុំតែឲ្យពូជទៅដល់ពុកម៉ែបងប្អូនបានប្រើប្រាស់មួយឧទាហរណ៍ដូចសែនក្រអូប01សែនក្រអូប01មុននឹងផលិតពូជបានត្រូវចំណាយច្រើនចំណាយអ្នកបច្ចេកទេសចំណាយលើធនធានថវិកាហើយចំណាយពេលបាទ10ឆ្នាំរំដោះពូជបានមួយហើយចំណាយទៅលើការពិសោធន៍ជាក់ស្ដែងការពិសោធន៍ទៅលើពូជសែនក្រអូប01មុននឹងចេញទៅឲ្យពុកម៉ែបងប្អូនដាំដុះសប្តាហ៍ថ្ងៃហ្នឹងបងប្អូនមានដឹងទេ100ពិសោធន៍100ពិសោធន៍100ដងដើម្បីឲ្យដឹងថាពូជនឹងពិតជាពូជល្អសម្រាប់ឲ្យពុកម៉ែបងប្អូនយកទៅប្រើប្រាស់ទៅទទួលបានទិន្នផលល្អតម្លៃល្អបាទស្របតាមស្តង់ដារអង្គនាំចេញទៅក្រៅប្រទេសបាទក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំឃើញថាក្រុមការងារលោកគ្រូអ្នកគ្រូនឹងពិតជាអរគុណគាត់មែនទែននៅរងថ្ងៃនេះគឺខំប្រឹងប្រែងមែនទែន
អភិវឌ្ឍដើម្បីឲ្យកាន់តែល្អហើយទទួលបានទិន្នផលខ្ពស់ធន់ជាមួយនឹងជំងឺប៉ុន្តែត្រឡប់មកវិញខ្ញុំចង់និយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជសុទ្ធហើយនឹងអត្ថប្រយោជន៍នៃការរៀបចំដីឲ្យបានល្អនៅក្នុងការធ្វើដំណាំស្រូវបាទឧទាហរណ៍ថាពូជសុទ្ធបងប្អូនត្រូវដឹងថាពូជសុទ្ធពេលប្រើប្រាស់ទៅទី1បានតម្លៃខ្ពស់ហើយទិន្នផលខ្ពស់ទៀតហើយងាយស្រួលនៅក្នុងការគ្រប់គ្រងដាក់ជីបាទប្រើប្រាស់ពូជតិចហើយចំនួន3គុំមកវាល្អហើយទុំស្មើគ្នាតម្លៃខ្ពស់ដោយសារតែពូជសុទ្ធគឺពេលដែលដោះស្មើគ្នាទុំស្មើគ្នាច្រូតមកគុណភាពអង្ករស្តង់ដារត្រូវជាមួយនឹងស្តង់ដារដែលត្រូវការឧទាហរណ៍ថាស្តង់ដារនៃការនាំចេញខ្ញុំដឹងខ្លះរោងម៉ាស៊ីនកាលណាថាគាត់ទិញស្រូវពីពុកម៉ែបងប្អូនយកទៅមុននឹងវិចខ្ចប់នាំចេញគឺគាត់ត្រូវពិនិត្យទៅលើគុណភាពនៃគ្រាប់អង្ករទំហំនៃគ្រាប់អង្ករប្រវែងនៃគ្រាប់អង្ករហើយអាចនឹងទម្ងន់នៃគ្រាប់អង្ករទៀតចុះបើសិនជាស្រូវលាយរោងម៉ាស៊ីនទិញយកទៅគ្រាន់តែផ្ទាត់យកអាគ្រាប់ដែលមិនត្រូវស្តង់ដារនឹងចេញអាគ្រាប់ណាដែលត្រូវស្តង់ដារត្រូវប្រវែងត្រូវទំហំបានយកជួនកាលបើលាយ 40% វាបាត់អស់ 40% ហើយបាទនេះគឺជាផលវិបាកទាំងរោងម៉ាស៊ីនផលវិបាកទាំងពុកម៉ែបងប្អូនវិជាកសិករបងប្អូនផលវិបាករបស់បងប្អូនលក់បានតម្លៃថោករោងម៉ាស៊ីនទិញយកទៅចម្រាញ់យកអង្ករដែលមានគុណភាពបានតិចជួនកាលប៉ះពាល់អត់ត្រូវស្តង់ដារនាំចេញអត់បានបាទនឹងគឺជាបញ្ហាទាំងអស់គ្នារឿងនេះត្រូវមានការចូលរួមទាំងអស់គ្នារវាងពូជសុទ្ធនិងពូជមិនសុទ្ធបងប្អូននឹងទទួលបានទិន្នផលខុសគ្នាពូជសុទ្ធទិន្នផលកើនឡើង 15% ប្រើប្រាស់ពូជមិនសុទ្ធទិន្នផលធ្លាក់ចុះ 15% ច្រើនណាស់ពុកម៉ែបងប្អូនខ្ញុំនិយាយសាមញ្ញឧទាហរណ៍ថាធ្វើមួយហត្តាបាន10តោនចុះដើម្បីឲ្យងាយយល់ស្រេចតែពុកម៉ែបងប្អូនប្រមូលផលមកប្រើប្រាស់ពូជសុទ្ធបាន10តោនប៉ុន្តែពូជមិនសុទ្ធបានតែ7តោនកន្លះឬក៏បានតិចជាងនឹងបាទដោយសារតែកម្រិតខុសគ្នាគឺ 15% ច្រើនណាស់ពុកម៉ែបងប្អូនណាបើនិយាយទៅអាចខុសគ្នា1តោនទៅ2តោនណានៅក្នុងមួយហាត់មួយទៀតអ្វីដែលសំខាន់ជាងគេគឺខ្ញុំនិយាយអំពីការរៀបចំដីឲ្យបានស្មើគឺចំណេញទី1ការគ្រប់គ្រងទឹកដីស្មើសន្សំចៃទឹកបាន 30% ឧទាហរណ៍ថាពុកម៉ែបងប្អូនមានទំហំផ្ទៃដី100ហិកតានៅក្នុងទំពាំងមួយបើដីរាបស្មើអាចផ្គត់ផ្គង់ទៅស្រោចស្រពទៅលើផ្ទៃដីស្រែ100ហិកតាប៉ុន្តែដល់ពេលដីដែលពុកម៉ែបងប្អូនមិនរាបស្មើទេពុកម៉ែបងប្អូនប្រើប្រាស់ទឹកខាត 30% ច្រើនណាបើ 10000 លីត្រពុកម៉ែបងប្អូនត្រូវចំណាយអស់ 13000 លីត្រនៅលើផ្ទៃដី100ហិកតាចុះបើសិនជាតំបន់ពុកម៉ែបងប្អូននៅក្នុងឃុំមួយក្នុងស្រុកមួយមានដីរាប់ម៉ឺនហិកតាហើយអាងស្តុកទឹកមានតែប្រមាណ100 លានម៉ែត្រគីបផ្គត់ផ្គង់រយៈពេល3ដងធ្វើអត់បានទេដូច្នេះហើយបានជាលើកឧទាហរណ៍មួយកាលពីនៅខេត្តបន្ទាយមានជ័យឆ្នាំ2025កន្លងទៅនេះនំនេះបូមទឹកច្រើនប្រើប្រាស់ទឹកច្រើនរហូតដល់តំបន់ខ្លះងាប់ស្រូវអស់មួយស្រែក៏មានដែរដោយសារតែការរៀបចំដីអត់បានល្អហើយការប្រកាសអាសន្នរបស់ក្រសួងធនធានទឹកនិងអូតូនិយមប្រាប់កំណត់ថាដោយយោងទៅតាមស្ថានដីនៃការប្រើប្រាស់មិនបានរាបស្មើការប្រើប្រាស់ទឹកវាមានការកើនឡើងអញ្ចឹងបងប្អូនតំបន់នេះកំណត់ឲ្យធ្វើតែ10000ហិកតាឬក៏5000ហិកតាទេប៉ុន្តែបងប្អូនធ្វើលើសបាទអញ្ចឹងហើយដែលធ្វើឲ្យខ្វះទឹកបាទអានេះគឺជាការជូនដំណឹងហើយមួយវិញទៀតនេះគឺតាក់ទងជាមួយនឹងការធ្វើដីរាបស្មើការធ្វើដីបានរាបស្មើទី1ទិន្នផលខ្ពស់ទិន្នផលកើនឡើង 25% បើប្រៀបធៀបជាមួយនឹងដីដែលមិនរាបស្មើអានេះខ្ញុំលើកនេះគឺយោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្រាវជ្រាវកសិកម្មរបស់យើងណាបាទតាមការស្រាវជ្រាវហ្នឹងគឺបានបង្ហាញទិន្នន័យជាក់លាក់ណាស់នៅក្នុងនឹងឧទាហរណ៍ថាដីអត់រាបស្មើធ្វើស្រូវទៅបានទិន្នផលដីរាបស្មើប្រើពូជសុទ្ធដូចគ្នាបាន10តោនស្រេចតែដីដែលអត់រាបស្មើទៀបខ្ពស់បានតែ7តោនឬក៏6តោនទេខុសគ្នា25ទៅ 30% ពុកម៉ែបងប្អូនឃើញទេខុសគ្នាឆ្ងាយតាក់ទងជាមួយនឹងការគ្រប់គ្រងសារធាតុចិញ្ចឹមក៏ងាយស្រួលដែរពេលដែលទឹកចូលទៅប្រើប្រាស់ទឹកល្មមសមរម្យទៅឆាប់បានបាញ់ថ្នាំដាក់ជីបាទទាន់ពេលវេលាបាទដូច្នេះហើយអានេះគឺជាការស្រាវជ្រាវហើយក៏ទិន្នន័យហ្នឹងក៏បានរកឃើញដោយអ្នកវិទ្យាសាស្ត្រកសិកម្មរបស់យើងបាទហើយខ្ញុំក៏សូមធ្វើការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនដើម្បីជាប្រយោជន៍ថាពុកម៉ែបងប្អូនពេលដែលរៀបចំដីដាំដុះដំណាំអីឬក៏ស្រូវហ្នឹងពុកម៉ែបងប្អូនរៀបចំឲ្យបានល្អបាទរៀបចំមានចង្អូរទឹកមានការពង្រៀបការរៀបចំឲ្យបានល្អទៅទី1ចំណេញដល់បងប្អូនទេចំណេញទាំងការទាំងទឹកចំណេញទាំង
ថ្លៃសេដ្ឋកិច្ចទិញមួយសុទ្ធឬក៏ថាបូមទឹកបូមអីគឺចំណេញតែឆាប់ពេញបាទហើយសន្សំចៃគ្រប់គ្រងកត្តាចង្រៃទាន់ពេលវេលាជាពិសេសស្មៅកាលណាតែស្មៅជន់ស្រូវអត់សូវមានទិន្នផលដែរដាក់ជីទៅស្មៅដណ្ដើមស៊ីជីទៀតបាទអានឹងជាមួយចំណុចបាទឆ្លើយតបទៅដែរហើយមួយទៀតពុកម៉ែបងប្អូនងាកមកជ្រើសរើសពូជសុទ្ធដើម្បីយកទៅប្រើប្រាស់បាទពូជដែលសុទ្ធបាទនេះខ្ញុំនិយាយពីប្រព័ន្ធការងារបាទបើពុកម៉ែបងប្អូនចូលរួមគ្រប់គ្រងពូជសុទ្ធទី1តម្លៃស្រូវរបស់ពុកម៉ែបងប្អូនបានថ្លៃទៅទិញពូជយកមកដាំទៀតហើយលក់ទៀតទិញពូជយកមកដាំទៀតលក់ទៀតបាទតាកតងជាមួយនឹងតម្លៃវាសមរម្យណាប៉ុន្តែខ្ញុំក៏អត់បន្ទោសទៅដល់ពុកម៉ែបងប្អូនដែរចំណុចនេះវាថាមានរឿងទាំងសងខាងឧទាហរណ៍ថាប្រសិនបើមានតម្លៃពិតប្រាកដសម្រាប់ពុកម៉ែបងប្អូនឧទាហរណ៍ថា1គីឡូ2000រៀល1គីឡូ1200រៀលសម្រាប់ស្រូវចំណីពុកម៉ែបងប្អូនដឹងតែមានគេហៅថាមានកុងត្រាច្បាស់លាស់ណាពុកម៉ែបងប្អូនមានកុងត្រាច្បាស់លាស់ពុកម៉ែបងប្អូនហ៊ានទៅទិញពូជសុទ្ធយកមកប្រើហើយព្រោះអីពូជសុទ្ធចំណេញហើយតម្លៃស្រូវមានកុងត្រាច្បាស់លាស់អញ្ចឹងពុកម៉ែបងប្អូនអត់ខ្លាចទេអាហ្នឹងគឺរឿងទាំងអស់នេះគឺសិតតែជាការចូលរួមទាំងអស់គ្នាចូលរួមទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនជាកសិករក៏ដូចគ្នាអ្នកពាក់ព័ន្ធទាំងអស់ក៏ដូចគ្នាចូលរួមដើម្បីវិស័យកសិកម្មកម្ពុជាទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនបន្តក៏ដូចជាចូលរួមរកដំណោះស្រាយសមស្របដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជារបស់យើងទាំងអស់គ្នាជាចុងក្រោយនេះខ្ញុំបានណៃវិឆ័យសូមអរគុណសូមជម្រាបលា